ថ្ងៃនេះយើងនឹងទៅដល់ផ្សារហើយកូនមើលចោះភ្លើងឆេះព្រៃរៀលមកដល់ទីនេះផងជួយខ្ញុំផងខ្ញុំឃ្លានណាស់អាសូវៀនណាស់ស្គមឡើងសល់តែឆ្អឹងហើយចងឲ្យណែនដើម្បីកុំឲ្យវាធ្លាក់ពេលយើងបរទេសចិត្តដល់បឹងហើយឯងនឹងបានផឹកទឹកឆ្អែតហើយទីនេះហើយជាកន្លែងដែលឯងអាចរស់នៅបានសប្បាយទៅចុះទៅរកចំណីនិងផឹកទឹកឲ្យមានកម្លាំងចុះទឹកត្រជាក់ល្អណាស់អញឃ្លានណាស់អញនឹងស៊ីតែឯងជាអាហារឈប់កំខំអញមានគុណលើឯងណាមានគុណឯណាបើចងអញស្ទើរស្លាប់ដូចនោះកុំអាលខំអញមកយើងនាំខ្លួនទៅរកអ្នកប្រាជ្ញឲ្យជួយកាត់សេចក្តីយើងមកដល់ហើយព្រះមហាក្សត្រលោកនឹងកាត់ក្តីឲ្យយើងតើអ្នកទាំងពីរមានរឿងអ្វីបានជាមកដល់ទីនេះខ្ញុំម្ចាស់នៅសុកស្រាប់តែចៅនេះមកចងខ្ញុំម្ចាស់យ៉ាងពិបាកសូមទ្រង់តូតជើងវាចុះវាត្រូវភ្លើងរលាកខ្ញុំម្ចាស់អាសូរទើបជួយវាចូលអ្នកទៅចងក្រពើនោះឲ្យដូចដើមវិញសិនសឹមអញកាត់សេចក្តីឲ្យចងដូចមុនហើយព្រះអង្គឥឡូវព្រះស្ដែងនាំវាទៅផ្ទះចុះហើយកុំធ្វើគុណនឹងវាទៀតកុំទុកចិត្តសត្វមានចង្កូមនិងមានពឹសឲ្យសោះព្រះគុណព្រះអង្គខ្ញុំម្ចាស់យល់ហើយមេរៀននេះពុកនឹងចាំមិនភ្លេចទេ